បើខ្ញុំសូមបន្តជំរាបជូននៅខ្លឹមសារនៃជំនួបចុងក្រោយដែលសម្ដេចតេជោបានអនុញ្ញាតឲ្យឯកឧត្តមផាមវ៉ាន់ត្រាដែលជាអតីតរដ្ឋមន្ត្រីការពារជាតិវៀតណាមជួបសម្ដែងការគួរសមផងដែរជាកិច្ចចាប់ផ្ដើមដំបូងសម្ដេចតេជោបានសម្ដែងនៃការរីករាយយ៉ាងខ្លាំងដែលសម្ដេចបានជួបជាមួយនឹងឯកឧត្តមផាមវ៉ាន់ត្រាសម្ដេចបានចាត់ទុកឯកឧត្តមគឺជាមិត្តចាស់របស់កម្ពុជាជាពិសេសឯកឧត្តមបានចូលរួមចំណែកកន្លងមកក្នុងបេសកកម្មក្នុងការរំដោះជួយដល់ប្រទេសកម្ពុជារំដោះចេញពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតកន្លងមកដែលមាននៅអនុស្សាវរីយ៍ជាច្រើនជាមួយគ្នានាពេលកន្លងមកនៅក្នុងឱកាសនោះឯកឧត្តមផាមវ៉ាន់ត្រាដែលជាអតីតរដ្ឋមន្ត្រីការពារជាតិរបស់វៀតណាមបានសម្ដែងនៅក្តីរីករាយឧបមានៅពេលដែលឯកឧត្តមបានជួបជាមួយនឹងសម្ដេចតេជោសារជាថ្មីដែលអស់រយៈពេល10ឆ្នាំហើយ10ឆ្នាំមុនធ្លាប់ជួប10ឆ្នាំក្រោយជួបគ្នាម្ដងទៀតដែលបង្ហាញអំពីមិត្តភាពដ៏យូរអង្វែងរវាងឯកឧត្តមជាមួយនឹងសម្ដេចតេជោហើយក៏បញ្ជាក់អំពីមិត្តភាពរវាងកម្ពុជានិងវៀតណាមផងដែរឯកឧត្តមបានលើកឡើងថាដំណើររបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះគឺថាមានពីរសំខាន់ទី1គឺថាចង់មកជួបសួរសុខទុក្ខសម្ដេចតេជោតែម្ដងដែលជាមិត្តចាស់ធ្លាប់តស៊ូជាមួយគ្នាកន្លងមកនិងធ្លាប់ធ្វើកិច្ចការងារដ៏ច្រើនជាមួយគ្នាហើយទី2គឺឯកឧត្តមចង់មើលនៅទីតាំងមួយចំនួនដែលអនុស្សាវរីយ៍ដែលឯកឧត្តមធ្លាប់សហការជាមួយនឹងកម្ពុជានៅក្នុងការរំដោះប្រទេសជាតិចេញពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតហើយចុងក្រោយទាំងសម្ដេចតេជោនិងឯកឧត្តមផាមវ៉ាន់ត្រាបានបង្ហាញនៅក្តីរីករាយយ៉ាងខ្លាំងនៃការជួបគ្នានៅក្នុងឱកាសនេះក្រោយពីបែកគ្នា10ឆ្នាំហើយសម្ដេចតេជោក៏បានអញ្ជើញឯកឧត្តមផាមវ៉ាន់ត្រាពិសាអាហារថ្ងៃត្រង់ជាមួយគ្នាផងដែរ